ថ្ងៃនេះខ្ញុំមានលុយ6,000 រៀលធ្វើម្ហូបឲ្យបានមួយឆ្នាំបងប្អូនហើយឆ្ងាញ់ទៀតសំខាន់ញ៉ាំបានមួយគ្រួសារអញ្ចឹងចង់ដឹងថាតើ6,000 រៀលខ្ញុំអាចធ្វើម្ហូបអីបានអញ្ចឹងតោះទៅមួយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចា៎នេះបងប្អូនចាមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺស្ងោរម្ជូរផលិតជាមួយកូនត្រីហើយលាយត្រីកាពឹសអីចឹងណាបងប្អូនចាកូនត្រីនិងត្រីកាពឹសហ្នឹងគឺខ្ញុំទិញ2ខាំអញ្ចឹងមួយខាំ2,000 2ខាំហ្នឹងអស់4,000ចំណែកឯផលិតគឺថាអស់តែ2,000ទេបងប្អូនចាហើយគ្រឿងផ្សំផ្សេងមួយចំនួនគេថែមឲ្យហើយមួយចំនួនទៀតយើងមាននៅក្នុងផ្ទះស្រាប់ហើយបងប្អូនអញ្ចឹងមុខម្ហូបរបស់ខ្ញុំថ្ងៃនេះគឺថា6,000 រៀលតែម្ដងបងប្អូនចាវីដេអូនេះខ្ញុំគិតថាល្អសម្រាប់បងប្អូនស្ត្រីមេផ្ទះដែលអត់សូវមានលុយច្រើនអីចឹងណាបងប្អូនចាអាចពិចារណាម្ហូបមួយមុខនេះបានតាមពិតទៅទោះតែយើងមានលុយច្រើនក៏ដោយដែរបងប្អូនប៉ុន្តែពេលខ្លះយើងរស់នៅថាអត់ដឹងធ្វើម្ហូបអីឲ្យឆ្ងាញ់អីចឹងណាបងប្អូនចាយើងគិតតែរឿងសាច់ពេកក៏មិនល្អដែរបងប្អូនចាពេលខ្លះអ្នកញ៉ាំសាច់ច្រើនអីលើសជាតិអាស៊ីតជាតិអីដែរចឹងយើងគួរពិចារណាពួកត្រីធម្មជាតិយើងវិញបងប្អូនចាប្រភេទត្រីទូចអញ្ចឹងអត់មានត្រីចិញ្ចឹមទេបងប្អូនចាធានាថាធម្មជាតិពិតចំណែកឯបន្លែផលិតអីក៏ដោយដែរដកពីបឹងពីតាពាំងអីនឹងឯងបងប្អូនចានិយាយរួមអាហារទាំងនេះគឺខ្ញុំគិតមើលទៅគឺថាធម្មជាតិមែនទេបងប្អូនចាហើយយើងញ៉ាំទៅក៏ជំនួយដល់សុខភាពយើងដែរមិនមែនថាឲ្យញ៉ាំតែប្រភេទម្ហូបអញ្ចេះរាល់ថ្ងៃទេបងប្អូនចាយើងឆ្លាស់គ្នាទៅបងប្អូនចាមានមួយអាទិត្យចឹងមានកូនត្រីខ្លះមានត្រីធំខ្លះមានសាច់គោខ្លះសាច់មាន់ខ្លះសាច់ជ្រូកខ្លះអីចឹងទៅបងប្អូនចាធ្វើអញ្ចឹងឲ្យគេហៅថារាងកាយរបស់យើងទទួលប្រូតេអ៊ីនបានច្រើនពីនេះពីនោះអីអញ្ចឹងណាបងប្អូនចាតាមពិតដោយប្រភេទកូនត្រីកំពឹសក៏មិនជាធូរថ្លៃដែរបងប្អូនចាបើ1គីឡូអីអាច20,000អីដែរអញ្ចឹងណាព្រោះមួយខាំ2,000ប៉ុន្តែប្រភេទត្រីហ្នឹងយើងទិញតែមួយខាំ2ខាំមកយើងអាចស្លបានមួយកូនឆ្នាំងមួយល្មមដែលយើងមិនតិចអីចឹងណាបងប្អូនចាបើយើងថាគ្នាច្រើនអីយើងក៏ទិញចំនួនតាមនឹងទៅបងប្អូនឬក៏យើងទិញតិចមកយើងធ្វើម្ហូប2 3មុខមកអាហ្នឹងចំណាយអស់6,000អាហ្នឹង7,000អាហ្នឹង8,000អីអញ្ចឹងទៅបាន2 3មុខដែរបងប្អូនចាអញ្ចឹងបងប្អូនចង់ដឹងថាចំណាយលុយធ្វើម៉េចធ្វើម្ហូបអស់លុយតិចហើយបានម្ហូបឆ្ងាញ់បានម្ហូបសម្បូរប្រូតេអ៊ីនសម្បូរអីបងប្អូនចាជួយចុច like share follow page ខ្ញុំទុកម្នាក់មួយទៅបងប្អូនចាដើម្បីទទួលបានការចែករំលែកពីរបៀបធ្វើម្ហូបរបស់ខ្ញុំជាប្រចាំថ្ងៃអញ្ចឹងណាបងប្អូនចាអញ្ចឹងរវល់តែនិយាយរៀបរាប់ចុះឡើងបងប្អូនចាងាកមកមើលស្ងោរម្ជូរផលិតរបស់ខ្ញុំថ្ងៃនេះគឺថាឆ្អិនរួចរាល់ហើយបងប្អូនចាគឺថាឆ្ងាញ់មែនទែនហើយយើងគួបផ្សំនឹងសន្លក្តៅហើយមានម្ទេសហឹរណាបងប្អូនចាស់ទឹកត្រីម្ទេសហឹរគឺថាជាតែម្ដងអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយទៀតបាយបាយ